សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះវិជ្ជបណ្ឌិតព្រីកាវេនដ្រាកូស្គីជាភ្នាក់ងារពិគ្រោះយោបល់ជាន់ខ្ពស់អ្នកជំនាញវះកាត់មីក្រូអាន់ត្រូឡូស៊ីអ៊ុយរ៉ូឡូស៊ីនិងជំនាញវិទ្យាសាស្ត្រផ្លូវភេទនៅមន្ទីរពេទ្យ Apollo ខណ្ឌ Jubilee Hills ស៊ីហៃដេរ៉ាបាតឥឡូវនេះខ្ញុំនឹងពន្យល់អំពីអ្វីទៅជាការពិនិត្យសំណើមនិងពេលណាដែលអ្នកត្រូវការធ្វើតេស្តនេះការពិនិត្យសំណើមគឺជាការធ្វើតេស្តមូលដ្ឋានសម្រាប់ការវាយតម្លៃអត្ថភាពមានកូនរបស់បុរសដូច្នេះនៅពេលណាដែលគូស្វាមីភរិយាមានបញ្ហាអស្ថិរភាពមានកូនគឺពេលដែលយើងហៅថាអស្ថិរភាពមានកូនគឺបើពួកគេប្រឈមមុខនឹងបញ្ហាបន្ទាប់ពីយឺតការហើយមានការរួមភេទដោយគ្មានការការពារប៉ុន្តែតែម្ដងក៏នៅតែមានបញ្ហាក្នុងការបង្កការមានផ្ទៃពោះនោះហៅថាអស្ថិរភាពមានកូនសម្រាប់បុគ្គលទាំងនោះយើងនឹងធ្វើការវាយតម្លៃទាំងបុរសនិងស្ត្រីជាមួយគ្នានៅទីនេះខ្ញុំចង់បញ្ជាក់អំពីរឿងសំខាន់មួយដូច្នេះនៅពេលណាដែលគូស្វាមីភរិយាមានបញ្ហាអស្ថិរភាពមានកូនពួកគេគួរតែទៅធ្វើការវាយតម្លៃជាមួយគ្នាដោយមិនបោះបង់ពេលវេលារបស់គ្នាទេហើយតេស្តមូលដ្ឋានដំបូងសម្រាប់បុគ្គលទាំងពីរគឺជាការធ្វើតេស្តសំណើមបុរសព្រោះតេស្តមូលដ្ឋាននេះងាយស្រួលនិងមិនប៉ះពាល់ដល់រាងកាយទេហើយវានឹងជួយណែនាំសម្រាប់ការព្យាបាលស្ត្រីផងដែរនៅពេលណាដែលគូស្វាមីភរិយាមានបញ្ហាអស្ថិរភាពមានកូនតេស្តដំបូងគឺអ្នកគួរទៅជួបវិជ្ជបណ្ឌិតអង់ត្រូឡូស៊ីហើយធ្វើតេស្តមូលដ្ឋានឲ្យរួចបើអ្វីទាំងអស់ប្រក្រតីអ្នកអាចទៅជួបអ្នកជំនាញផ្នែកបន្តពូជស្ត្រីឬអ្នកជំនាញផ្នែកមានកូនស្ត្រីបានផងដែរដូច្នេះនៅពេលពួកគេមករកយើងតើអ្វីខ្លះជារឿងមូលដ្ឋានដែលយើងធ្វើយើងនឹងធ្វើការពិនិត្យរាងកាយហើយបន្តទៅធ្វើតេស្តសំណើមបុរសមូលដ្ឋានតេស្តហរម៉ូននិងបើចាំបាច់ក៏ធ្វើអ៊ុលត្រាសោនត្រឡោកស្គ្រូតនិងតេស្តសេរីសាស្ត្រមួយចំនួនបន្ថែមប្រសិនបើពួកគេត្រូវការវិភាគសំណើមបុរសមូលដ្ឋាននេះនឹងប្រាប់យើងអំពីសមត្ថភាពមូលដ្ឋានរបស់បុរសម្នាក់ក្នុងការធ្វើឲ្យដៃគូរបស់គាត់មានផ្ទៃពោះតែសូមចងចាំថានេះគ្រាន់តែជាការធ្វើតេស្តសាមញ្ញប៉ុណ្ណោះហើយវាជាការធ្វើតេស្តមូលដ្ឋានដែលមិនអាចផ្ដល់ព័ត៌មានពេញលេញអំពីសមត្ថភាពដំណើរការរបស់ស្ពែមបានទេទោះបីជាចំនួនស្ពែមល្អក៏ដោយប៉ុន្តែវាអាចមិនដំណើរការល្អដូចគ្នានោះទេហេតុនេះហើយដែលមនុស្សមួយចំនួនអាចប្រឈមមុខនឹងបញ្ហាក្នុងការបន្តពូជដូច្នេះការវិភាគសំណើមបុរសមូលដ្ឋានបន្ទាប់ពីប្រមូលគំរូរួចហើយនឹងត្រូវពិនិត្យមើលប៉ារ៉ាម៉ែត្រម៉ាក្រូស្កូពីពិនិត្យមើលប៉ារ៉ាម៉ែត្រមីក្រូស្កូពីនិងពិនិត្យមើលការរីករាលដាលនៃជំងឺឆ្លងណាមួយក្នុងសំណើមបន្ទាប់មកយើងនឹងផ្ដល់របាយការណ៍លទ្ធផលនៃការវិភាគសំណើមបុរសនៅទីនោះអ្នកអាចមើលឃើញថាតើបរិមាណសំណើមមានប៉ុន្មានចំនួនស្ពែមប៉ុន្មានសមត្ថភាពផ្លាស់ទីរបស់ស្ពែមយ៉ាងដូចម្តេចនិងរូបរាងស្ពែមមានលក្ខណៈដូចម្តេចទាំងនេះគឺជារឿងមូលដ្ឋានដែលយើងនឹងរាយការណ៍ក្នុងរបាយការណ៍វិភាគសំណើមបុរសមូលដ្ឋានដោយផ្អែកលើរបាយការណ៍សំណើមរបស់អ្នកប្រហែលជាយើងនឹងណែនាំអ្នកអំពីការត្រួតពិនិត្យបន្ថែមនិងការព្យាបាលបន្ថែមសម្រាប់បុគ្គលដែលកំពុងប្រឈមមុខនឹងបញ្ហាទាក់ទងនឹងសំណើមឬមានភាពខុសប្រក្រតីក្នុងការវិភាគសំណើមយើងនឹងស្វែងរកមូលហេតុតើមានមូលហេតុណាដែលយើងស្គាល់ឬមិនស្គាល់ឬយើងអាចវិតម្លៃរឿងទាំងអស់នោះយ៉ាងដូចម្តេចដើម្បីអាចបន្តទៅមុខទៀតដូច្នេះសង្ខេបសំណើមវិភាគគឺជាការធ្វើតេស្តមូលដ្ឋានសម្រាប់ការវិតម្លៃអសម្បូរភាពបុរសហើយវាជាការធ្វើតេស្តដំបូងសម្រាប់គូស្វាមីភរិយាមិនមែនសម្រាប់បុរសតែមួយគត់ទេវាជាតេស្តមូលដ្ឋាននិងជាតេស្តដំបូងសម្រាប់គូស្វាមីភរិយាដូច្នេះពេលណាដែលអ្នកប្រឈមមុខនឹងបញ្ហាអំពីសម្បូរភាពសូមទៅធ្វើការវិតម្លៃសម្បូរភាពនិងធ្វើតេស្តមូលដ្ឋានទាំងនោះឲ្យរួចសូមអរគុណ